video này cứ nhôm ở hai pika là việc install là đọc Acrobat đây chỉ và phải đã đọc để ai đi lơ PDF bàn sắm khăn sำหรับการងារ Office ជាខ្លាំងអញ្ចឹងបងប្អូនភាគច្រើនគឺត្រូវទៅរកកន្លែង install ប៉ុន្តែវាជាបញ្ហាមួយក្នុងការខាតពេលវេលាអញ្ចឹងខ្ញុំចែកឲ្យ free ពាក់ព័ន្ធមួយនេះគឺ file crack ទេមានថា file យើងយកទៅប្រើ free ទាំងអស់គ្នាអញ្ចឹងបងប្អូន download មកនឹងមានពាក្យ extract នេះប៉ុន្តែបងប្អូនត្រូវទៅចូលទៅក្នុង internet security បងប្អូនចូលទៅកន្លែងនេះបន្តមកទៀតមាន internet security ឡើងនេះដល់ទៀតបងប្អូនចូលទៅបិទនៅវាចូលលើនឹងមកហើយមានពាក្យ manage setting បងប្អូនបិទកន្លែង real time protection នេះបាទបិទកន្លែងហ្នឹងមកដល់ទៀតចូលទៅក្នុងកន្លែងនេះ extract វាអញ្ចឹង extract អញ្ចឹងមកដល់ទៀត password នេះ1 2 3ចាំដាក់ខាងក្រោមគ្នាហ្នឹងហើយបន្តទៀត extract ទៅបានលទ្ធផលវិញចេះលទ្ធផលអញ្ចឹងបងប្អូនត្រូវមើលលើ Windows របស់យើងរបៀបមើល Windows ហ្នឹងគឺរបៀបមើលមិនបងប្អូនចូល DPC មក DPC ហ្នឹងអាចចូលអញ្ចឹងមកនេះ DPC ហ្នឹងនេះ DPC នេះដល់ទៀតចុចមកស្ដាំយកពាក្យ property setting នឹងឃើញប្រភេទ Windows របស់យើងជា Windows 64ឬក៏32នេះអញ្ចឹងយើងអាច install ទៅតាមប្រភេទ desktop ឬ laptop យើងបាននេះអញ្ចឹងយើងមានពីរ option មាន64និង86នេះអានេះ32អានេះ64 bit អញ្ចឹងថាខ្ញុំ Windows ខ្ញុំ64 install 64មកយើងចូល setup តមកទៀតយើងចូលយកពាក្យ setup ដែរយើងស្មុគស្មាញបន្តិចរៀងយូរប៉ុន្តែវីដេអូនេះរៀងវែងទៅហើយអញ្ចឹងដោយសារខ្ញុំមានមុនម្ដងហើយអញ្ចឹង install វាមកគាត់ថាយើង install អញ្ចឹង install វាលើខ្ញុំប្រាប់ទេបើថាបងប្អូនថ្មីគឺមាន install ទេមកតែបើថាបងប្អូនមាន Adobe នឹងហើយប៉ុន្តែវាទាមទារឲ្យដាក់ track អញ្ចឹងបងប្អូនទៅលុបវានៅក្នុង control panel delete វានៅក្នុង control panel មិនចុច delete ទេណាចូល control panel ខ្ញុំបញ្ចេញវីដេអូសម្រាប់ការ uninstall software មួយទៀតអញ្ចឹងដល់ពេលដែលចេញអញ្ចឹងហើយបងប្អូនចេញទៅក្រៅពីនេះវាមកកុំតែកំបើកវាចេញទៅក្រៅបងប្អូនចុចអាកន្លែង10 Acrobat X64 នេះ update បាទបងប្អូន update វាសិនពី update រួចរាល់តទៅ update រាល់វានឹង load ឲ្យយើងចុចនេះចេះយើង finish ចោលមកហើយបន្តមកទៀតដល់ step ដែលយើង track វា step track គឺយើងប្រកាសថា internet យើងបិទ antivirus ហើយបើបិទទេវានឹងចាប់ file មួយនឹងទៅបាត់នេះអាផាច់ទេយើង copy អានេះមកទាំងអស់ក៏បានដែរខ្ញុំដាច់មួយអញ្ចឹងខ្ញុំ copy តែពីនឹងលើនឹងបានហើយ copy កន្លែងហ្នឹងមកដល់ទៀតបងប្អូនបើឃើញមានលើ desktop ចឹងទេបងប្អូនចូលកន្លែងនេះទៅវានឹងឬក៏វាយពាក្យហ្នឹងមកឬក៏វាចេញចេះឬក៏អត់ចេញចឹងទេវាយពាក្យ Adobe មក search កន្លែងហ្នឹងមកនេះដល់ Acrobat តទៀតចូលកន្លែងនេះហើយយក file location តទៀតវានឹងចេញច្រើនចឹង file location មួយតង់ទៀតបាទហើយយើងយក file location មួយតង់ទៀតfile location មួយតង់ហ្នឹងគឺជាកន្លែងដែលយើងត្រូវដាក់កម្មវិធីយើងផាសមិញ copy មិញហ្នឹងកន្លែងយើង copy មិញហ្នឹងយើង copy ចេញមកយើងចុចអានេះមកចុច continue បាទនឹងវាចេញនឹងចេញអញ្ចឹងហើយបន្តទៀតនឹងមាន file patch ខាងក្រោមនេះបាទ file patch នេះគឺយើងបើកវា patch មកបន្តទៀតយើងចុច patch វានឹង load ទាំងរបៀបនេះបាទអញ្ចឹងវាថាយើងអាចដំណើរការវាបានហើយគឺ 100% វាឡើងដាច់ហើយបាទយើងទៅបើកមកAcrobat Adobe DCO អានេះខ្ញុំ install ជាន់គ្នាតែពិតបើខ្ញុំversion ទីខ្ញុំដាក់មួយខ្ញុំ2023ប៉ុន្តែខ្ញុំមាន22ក្នុងហ្នឹងអញ្ចឹងនឹងអាចប្រើការបានដែរតែប៉ុន្មាន Adobe Acrobat DC គឺ version 2023វាប្រើស្រួលជាង22យើងប្រើធ្ងន់វាដាច់ដែរអញ្ចឹងអូខេយើងមានតែប៉ុណ្្នឹងទេ